ថាគាត់ឃើញគេបង្ហាញប្រាប់វីដេអូគេបង្ហាញច្បាស់ងាប់តាំងតកៅងាប់ទាំងសត្វល្អិតគឺគាត់បង្ហាញវីដេអូនឹងមកតែម្ដងបាទទាំងដែលវីដេអូនោះជាវីដេអូ AI បងប្អូនបាទរូបភាពគឺរូបភាព AI មានបងប្អូនយើងមកសួររកថ្នាំសត្វល្អិតដែលអាចកម្ចាត់បានសត្វល្អិតគ្រប់ប្រភេទគឺគាត់បដៅគាត់សួរថាលោកគ្រូមានថ្នាំណាដែលអាចកម្ចាត់សត្វល្អិតបានគ្រប់ប្រភេទទេបាទមានន័យថាថ្នាំមួយមុខហ្នឹងអាចកម្ចាត់បានទាំងសត្វល្អិតទាំងតង្កូវបាទទាំងពពួកមេអំបៅទាំងពពួកស្រាំងពួកអីផ្សេងៗអញ្ចឹងណាសម្មើលើអញ្ចឹងទៅអញ្ចឹងគាត់មកដល់គាត់សួរអញ្ចឹងយកតែម្ដងអញ្ចឹងខ្ញុំបានប្រាប់គាត់ថានៅដេប៉ូរបស់ខ្ញុំអត់មានទេថ្នាំបែបហ្នឹងគឺមានតែថ្នាំដែលវាជំនាញទៅលើសត្វល្អិតឬតង្កូវមួយមុខតែម្ដងតែយើងបាញ់ទៅវាអាចមានប្រសិទ្ធភាពល្អអញ្ចឹងណាតែនៅពេលហ្នឹងគាត់ក៏ប្រតិកម្មមកវិញថាគាត់អត់ចង់ប្រើទេកាលណាប្រើថ្នាំច្រើនមុខផ្សេងគ្នាអញ្ចឹងគឺគាត់អស់លុយច្រើនបាទអញ្ចឹងខ្ញុំក៏សួរបកទៅគាត់វិញថាតើគាត់ធ្លាប់ឃើញថ្នាំដែលគាត់មកសួរខ្ញុំនឹងតែអត់ថ្នាំដែលអាចកម្ចាត់សត្វល្អិតបានគ្រប់ប្រភេទបាទដោយតែគាត់និយាយហ្នឹងណាអញ្ចឹងគាត់ក៏ឆ្លើយថាគាត់ឃើញគេផ្សព្វផ្សាយនៅក្នុង Facebook ហ្នឹងណាអញ្ចឹងថ្នាំដែលគេផ្សព្វផ្សាយនោះគឺខ្លាំងណាស់ប្រកែណាស់បាទគាត់និយាយអញ្ចឹងហ្មងគឺថ្នាំនោះប្រកែណាស់អាចបាញ់សម្លាប់បានសត្វល្អិតគ្រប់ប្រភេទអញ្ចឹងគាត់ទិញតែមួយមុខហ្នឹងមកគឺចំណេញហ្មងមិនបាច់ចាំប្រើប្រាស់ថ្នាំច្រើនមុខចូលគ្នាបាទអញ្ចឹងខ្ញុំក៏សួរគាត់បន្តទៀតថាបងតើបងមានរូបភាពទេគាត់ក៏បង្ហាញរូបភាពមកបងប្អូនខ្ញុំអត់បញ្ជាក់ថាជាផលិតផលរបស់ក្រុមហ៊ុនណាទេប៉ុន្តែគ្រាន់តែចង់បញ្ជាក់ថាផលិតផលហ្នឹងគឺជាផលិតផលដែលលក់តាមអនឡាញបាទហើយគាត់បានបង្ហាញខ្ញុំមកខ្ញុំឃើញនៅក្នុងដបហ្នឹងសារធាតុវាគឺ Cypermethrin បងប្អូនណាបាទ Cypermethrin ខ្ញុំបានបញ្យល់ទៅបងប្អូនកសិករយើងថាបងថ្នាំហ្នឹងគឺសារធាតុវា Cypermethrin បាទហើយហេតុអីបានអាចកម្ចាត់បានសត្វល្អិតគ្រប់ប្រភេទដោយតែបងបាននិយាយអញ្ចឹងបងជឿគេឬក៏បងធ្លាប់ប្រើហើយគាត់ថាគាត់ឃើញគេបង្ហាញប្រាប់វីដេអូគេបង្ហាញច្បាស់ងាប់តាំងតកៅងាប់ទាំងសត្វល្អិតគឺគាត់បង្ហាញវីដេអូហ្នឹងមកតែម្ដងបាទទាំងដែលវីដេអូនោះជាវីដេអូ AI បងប្អូនបាទរូបភាពគឺរូបភាព AI ហ្នឹងហើយយើងមិនបន្ទោសកសិករទេបាទនេះគឺជាវិធីសាស្ត្រនៅក្នុងការផ្សព្វផ្សាយធ្វើឲ្យបងប្អូនកសិករយើងហ្នឹងលងជឿគេតែម្ដងដោយសារឯងគាត់អត់មានចំណេះដឹងទៅលើសារធាតុសកម្មអីទាំងអស់ហ្នឹងឯងសំខាន់រូបភាពការនិយាយរបស់គេមកវាទំនងពេកគាត់ជឿហើយបាទអញ្ចឹងខ្ញុំក៏បានបញ្យល់ប្រាប់គាត់តាមហ្នឹងហើយខ្ញុំប្រាប់ថាបើសិនជាបងចង់បានសារធាតុហ្នឹងពិតមែនខ្ញុំក៏មានដែរអញ្ចឹងសារធាតុហ្នឹងខ្ញុំមាន Cypermethrin ជាប្រភេទថ្នាំក្តាមថ្នាំហ្នឹងអាចបាញ់សម្រាប់សត្វល្អិតបានដែរតកៅបានដែរឲ្យតែបាញ់ត្រូវវាងាប់ហើយអញ្ចឹងណាបាទហើយគាត់សួរតម្លៃយើងបង្ហាញគាត់ទៅយើងប្រាប់ថាមួយដបវាតែ 15000 ទេបាទធូរថ្លៃបាទអញ្ចឹងអាចបាញ់បាន1ហិកតាទៅ2ហិកតាដូចគ្នាគាត់ឆ្លើយថាគាត់អត់ជឿទេដោយសារបើយើងថោកពេកបាទគាត់អត់ជឿទេដោយសារបើយើងថោកពេកប្រហែលជាមិនអាចសម្លាប់បានសត្វល្អិតគ្រប់មុខដូចរបស់គេទេយើងព្យាយាមបញ្យល់គាត់ថាថ្នាំអត់អាចកម្ចាត់អត់អាចសម្លាប់សត្វល្អិតបានគ្រប់ប្រភេទបានទេគឺវាមានជំនាញរបស់វាបាទហើយសារធាតុ Cypermethrin បងប្អូនដឹងទេគឺបាទសម្រាប់តកៅមួយចំនួនសត្វល្អិតមួយចំនួនហើយវាមានក្លិនជួយបដិញបាទហើយមួយទៀតគឺសម្រាប់គេយកទៅសម្រាប់ក្តាមនឹងឯងថ្នាំក្តាមបាទប៉ុន្តែចុងក្រោយដឹងគាត់ឆ្លើយមិនទេគឺគាត់អត់យល់ទេគាត់ចង់បានថ្នាំដូចដែលគេផ្សព្វផ្សាយនៅក្នុងFacebook របស់គាត់ហើយថ្នាំហ្នឹងខ្ញុំសួរគាត់ដែរថាតម្លៃមិនដែរគាត់ថាតម្លៃគេ 80000 រៀលមួយដប1លីត្របាទបងប្អូនថ្លៃមែនទែនម្ដងសារធាតុ Cypermethrin ដូច្នេះខ្ញុំសូមសរសើរចំពោះអ្នកលក់ដែលគាត់មានជំនាញដែលផ្សព្វផ្សាយធ្វើឲ្យកសិករជឿបែបហ្នឹងហើយក៏សូមចូលរួមបាទសោកស្ដាយចូលរួមអាណិតចំពោះកសិករយើងដែលគាត់ជឿគេស្លុង
ទាំងដែលគាត់អត់បានស្គាល់អត់បានដឹងគាត់អត់មានជំនាញគាត់អត់ស្គាល់សាធារណកម្មហើយគាត់ហ៊ានចំណាយលុយបាទហ៊ានចំណាយលុយរហូតដល់80000រៀលទិញបាទថ្នាំហ្នឹងយកមកប្រើប្រាស់បាទអញ្ចឹងតើតងសួរព័ត៌មានអ្នកដែលគាត់មានចំណេះដឹងខាងហ្នឹងអ្នកដែលគាត់ចែកម្លែកចំណេះដឹងខាងហ្នឹងសួរគាត់ឲ្យច្បាស់សិនទៅមុននឹងយើងសម្រេចចិត្តទៅទិញណាបងប្អូនណាបាទព្រោះវាអាចធ្វើឲ្យខាតបង់ថវិការបស់បងប្អូនអត់ប្រយោជន៍ដោយសារបងប្អូនយកមកប្រើអត់មានប្រសិទ្ធភាពណាហើយតម្លៃខ្ពស់មែនតើបើយើងមើលទៅលើសារធាតុហ្នឹងតម្លៃតា10មីលីហ្នឹងថាត្រឹម25000 30000ថា40000ចាថា40000ចាសមរម្យហើយណាបងប្អូន40000អីម្ដុំហ្នឹងគឺសមរម្យតែរហូតដល់តម្លៃ80000ឲ្យបងប្អូនហ៊ានទិញទាំងដែលអ្នកលក់ហ្នឹងចំណេញគុណនឹង2គុណនឹង3ណាបងប្អូនណាបាទអញ្ចឹងអរគុណច្រើនណាស់សម្រាប់ការតាមដានរាល់វីដេអូរបស់ខ្ញុំបាទបងប្អូនមានចម្ងល់អីបងប្អូនអាចឆាតសួរបានបងប្អូនមានសំណួរអីបងប្អូនអាចតំណងសួរប្រឹក្សាយោបល់ជូនបងប្អូនដែលចិត្តថ្លៃទេ